ណាំមីឆ្នាំកុលថ្ងៃច័ន្ទទី27មេសានេះរាសីមធ្យមពុកម៉ែបងប្អូនដែលកើតឆ្នាំមីឆ្នាំកុលថ្ងៃនេះគឺរាសីពុកម៉ែបងប្អូនមធ្យមណារាល់កិច្ចការងារទាំងឡាយណាពុកម៉ែបងប្អូនថ្ងៃនេះប្រព្រឹត្តទៅជាធម្មតាមិនមានបញ្ហាចោតអ្វីទេសម្រាប់អ្នកប្រកបរកស៊ីផ្សេងអាចនឹងទទួលបានប្រាក់ចំណូលតិចតួចតែមិនថ្មីទេព្រោះនៅក្នុងគ្រួសារមានតែភាពសប្បាយរីករាយហើយរឿងស្នេហាទៀតសោតនោះក៏ផ្អែមល្ហែមដោយស្រមោចនឹងស្ករផងដែរដូច្នេះពុកម៉ែបងប្អូនដែលកើតឆ្នាំអាមីនិងឆ្នាំកុលថ្ងៃនេះណាត្រូវមានការប្រុងប្រយ័ត្នបន្ថែមហើយក៏កុំមានចិត្តលោភលន់នេះដែរណាត្រូវតែសម្របទទួលយកអ្វីដែលជាវាសនាជារាសីរបស់ពុកម៉ែបងប្អូនគ្រប់អរគុណពុកម៉ែបងប្អូនឆ្នាំអាមីឆ្នាំកុលជួយ like ជួយ share ជួយ subscribe ណា